សម្រាប់បងប្អូនយើងដែលចង់ស្រកគីឡូបងប្អូនអរគ្នាមើលវីដេអូរបស់ខ្ញុំពួកអីខ្ញុំស្រកអស់13គីឡូរួចហើយឥឡូវខ្ញុំចែកម្លែកជាមួយបងប្អូនអរគ្នាតែយើងត្រូវធ្វើម៉េចទើបយើងស្រកគីឡូឲ្យបានសុខភាពល្អហើយសាច់ហាប់ណែនស្រកគីឡូឲ្យកុំឲ្យឡើងវិញអញ្ចឹងណាខ្ញុំជឿថាបងប្អូនអរគ្នាក៏មិនខុសពីខ្ញុំដែរសិតតអ្នកសាក់លបងក្នុងការសម្រកគីឡូកុំឲ្យតែលឺគេថាធ្វើនេះស្រកគីឡូធ្វើនោះស្រកគីឡូហាត់អញ្ចេះស្រកគីឡូហាត់អញ្ចោស្រកគីឡូគឺធ្វើតាមគេទាំងអស់ហ្នឹងហើយបងប្អូនអរគ្នាខ្ញុំសាក់លបងច្រើនមែនទែនសាក់លបងច្រើនខ្លាំងដោយសារការលើសគីឡូហ្នឹងគឺធ្វើឲ្យខ្ញុំរៀងចាលដល់អញ្ចឹងទៅខ្ញុំចេះតែស្រាវជ្រាវចេះតែស្វែងរកវិធីដើម្បីសម្រកគីឡូចេញអញ្ចឹងណាមួយខ្ញុំអាសាឈឺដល់ពេលទៅពេទ្យចេះតែប្រាប់ខ្ញុំថាឲ្យសម្រកគីឡូចេញទៅបងប្អូនអរគ្នាដឹងស្រាប់ហើយបងប្អូនដែលកំពុងតែលើសគីឡូហើយជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់ការលើសគីឡូហ្នឹងគឺសុទ្ធតែដឹងហើយថាការលើសគីឡូគឺពិបាកខ្លាំងពិបាកទាំងសុខភាពពិបាកទាំងការស្លៀកពាក់ដេកដើរឈរអង្គុយគឺថាពិបាកខ្លាំងហើយពិបាកចិត្តមែនទែននៅពេលដែលទៅជួបមិត្តភ័ក្តិហ្នឹងមិត្តភ័ក្តិសួរថាអូឥឡូវធាត់មែនពាក្យមួយម៉ាត់ហ្នឹងបងប្អូនគឺថាលែងសប្បាយចិត្តបណ្ដោយបងប្អូនអរគ្នាឃើញអ្នកធាត់ហ្នឹងកុំថាគាត់មានកម្លាំងអត់មានកម្លាំងទេពួកខ្ញុំឆ្លងកាត់ហើយខ្ញុំការលើសគីឡូហ្នឹងគឺខ្ញុំមិនសូវជាមានកម្លាំងអីទេមួយថ្ងៃចាយលុយញ៉ាំច្រើនដែរគិតថាញ៉ាំរបស់ល្អបើអញ្ចឹងណាដើម្បីមានកម្លាំងប៉ុន្តែជាក់ស្ដែងក្រោកព្រឹកឡើងគឺពិបាកនឹងក្រោកដោយសារមានអារម្មណ៍ថាដូចចេះតែល្វើយអញ្ចឹងណានៅពេលដែលខ្ញុំលើសគីឡូហ្នឹងខ្ញុំកត់សម្គាល់ឃើញថាយប់ឡើងពិបាកគេងក្រលក់អញ្ចឹងណាដល់ទៅពេលព្រឹកឡើងពិបាកក្រោកបងប្អូនអរគ្នានេះគឺជាបញ្ហាមួយចំនួនដែលខ្ញុំធ្លាប់ជួបដោយសារខ្ញុំលើសគីឡូអញ្ចឹងបងប្អូនអរគ្នាណាខ្លះធ្លាប់មានបញ្ហាអីជួយខមមិននៅក្នុងវីដេអូនេះផងហើយបើនិយាយពីខោអាវវិញអាសាដូរដោយសារឡើងគីឡូរហូតហើយខ្ញុំមិនសូវជាមើលទៅឃើញធំអីប្រហែលទេខ្ញុំលើស13គីឡូប៉ុន្តែ13គីឡូនេះគឺសិតតែខ្លាញ់នេះបងប្អូនអរគ្នាខ្លាញ់ក្បាលពោះរបៀបហ្នឹងហើយស្លៀកពាក់អីគឺមើលទៅអត់សមទេតើតើនឹងខ្លាញ់ដែលខ្ញុំលើសនេះគឺជាខ្លាញ់ប្រភេទគ្រោះថ្នាក់បងប្អូនរាងកាយរបស់យើងវាមានខ្លាញ់ពីរប្រភេទអាខ្លាញ់ក្រោមស្បែកហ្នឹងសម្រាប់ខ្លាញ់ក្រោមស្បែកហ្នឹងយើងមើលឃើញដោយភ្នែកយើងបានប៉ុន្តែខ្លាញ់មួយប្រភេទទៀតគឺខ្លាញ់នៅក្នុងខ្លួនអាហ្នឹងយើងមើលអត់ឃើញទេតើយើងវាស់ BMI សម្រាប់ខ្លាញ់ក្បាលពោះខ្ញុំលេខ13 14ណាបងប្អូនអាហ្នឹងកម្រិតមួយគ្រោះថ្នាក់មែនទែនណាបើអ្នកខ្លះគាត់មិនសូវជាមានក្បាលពោះធំអីទេប៉ុន្តែគឺគាត់លើសខ្លាញ់នឹងច្រើនតែបើសិនជាអ្នកដែលមានបញ្ហាលើសខ្លាញ់ក្បាលពោះមើលទៅគាត់លើសខ្លាញ់ច្រើនលើរាងកាយអាហ្នឹងគឺប្រឈមគ្រោះថ្នាក់រឹតតែខ្លាំងអ្នកដែលមានបញ្ហាធាត់ហ្នឹងគឺប្រឈមមុខនឹងជំងឺច្រើនណាស់លើសឈាមទឹកនោមផ្អែមជំងឺផ្លូវដង្ហើមដាច់សរសៃឈាមខួរក្បាលជំងឺបេះដូងនិងជំងឺផ្សេងទៀតបងប្អូនអរគ្នាទាក់ទងនឹងបញ្ហាធាត់នេះគឺជាបញ្ហាដែលយើងត្រូវដោះស្រាយគឺត្រូវតែដោះស្រាយតែម្ដងដើម្បីសុខភាពហើយនិងដើម្បីសម្រស់របស់យើងអញ្ចឹងណាជាពិសេសទាក់ទងស្រីគួរគិតគូរខ្លាំងមែនទែនបងប្អូនគ្នាយល់អញ្ចេះបញ្ហាធាត់គឺជាជំងឺពាក្យថាជំងឺគឺយើងព្យាបាលទៅហើយទាក់ទងនឹងការព្យាបាលជំងឺធាត់នេះគឺយើងត្រូវផ្លាស់ប្ដូរការញ៉ាំបងប្អូនយើងធ្លាប់តែញ៉ាំរបស់ណាដែលធ្វើឲ្យយើងលើសគីឡូមានបញ្ហាសុខភាពយើងផ្លាស់ប្ដូរវាចេញទៅហើយយើងចាប់ផ្ដើមញ៉ាំអាហារបានត្រឹមត្រូវសម្រាប់ទ្រទ្រង់សុខភាពហើយនិងផ្លាស់ប្ដូររូបរាងរបស់យើងវិញបងប្អូនគ្នាអាចផ្លាស់ប្ដូររបបអាហារដោយរៀបចំអាហារបែបនេះញ៉ាំហើយសម្រាប់ការញ៉ាំបែបនេះគឺអត់ទាន់គ្រប់គ្រាន់ឡើយទេបងប្អូនគ្នាត្រូវបន្ថែមពីលើនឹងទៀតគឺការហាត់ប្រាណក្រៅពីហាត់ប្រាណហ្នឹងគឺយើងត្រូវតែបន្ថែមការញ៉ាំទឹកហ្នឹងគឺយើងត្រូវញ៉ាំទៅតាមគីឡូរបស់យើងណាពីព្រោះការញ៉ាំទឹកបានគ្រប់គ្រាន់ទៅតាមគីឡូរបស់បងប្អូនគ្នាគឺជួយឲ្យបងប្អូនគ្នាស្រកគីឡូបានល្អតើតើនឹងការញ៉ាំទឹកគឺមនុស្សប្រុសញ៉ាំផ្សេងមនុស្សស្រីញ៉ាំផ្សេងសម្រាប់មនុស្សប្រុសបងប្អូនគ្នាយកគីឡូរបស់បងប្អូនគ្នាគុណនឹង 0.05 មកហើយសម្រាប់មនុស្សស្រីយកទម្ងន់ខ្លួនគុណនឹង 0.04 អានឹងឃើញចំណុះទឹកលីត្រដែលត្រូវញ៉ាំពេញមួយថ្ងៃបងប្អូនអញ្ចឹងអ្វីដែលខ្ញុំបានរៀបរាប់ជូនបងប្អូនគ្នាតាំងពីដើមរហូតមកដល់ថ្ងៃនេះគឺជាអ្វីដែលខ្ញុំបានធ្វើនៅពេលដែលខ្ញុំផ្លាស់ប្ដូររូបរាងរបស់ខ្ញុំពី80ឥឡូវ67គីឡូគឺខ្ញុំធ្វើបែបហ្នឹងហើយគ្រាន់តែថាការរៀបចំរបបអាហារខ្ញុំធ្វើបានតែម្ដងពីរដងដំបូងអញ្ចឹងដោយសារខ្ញុំអត់សូវមានពេលដល់ពេលអញ្ចឹងទៅខ្ញុំយកអាហារសុខភាពនេះមកញ៉ាំពីព្រោះអាហារនេះងាយស្រួលក្នុងការរៀបចំញ៉ាំចំណេញពេលវេលារបស់ខ្ញុំអញ្ចឹងណាហើយម្យ៉ាងទៀតអាហារនេះវាមានអាហារូបត្ថម្ភគ្រប់គ្រាន់ផងដល់ពេលអញ្ចឹងទៅជួយជំរុញដល់ការស្រកគីឡូរបស់ខ្ញុំរឹតតែល្អខ្លាំងអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំចែករំលែកជូនបងប្អូនគ្នាប៉ុណ្ណឹងបងប្អូនគ្នាជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតទាក់ទងនឹងចំណេះដឹងការថែទាំសុខភាពនិងរូបរាងអញ្ចឹងណាបងប្អូនអរគុណបងប្អូនគ្នាដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនគ្នាផ្លាស់ប្ដូររូបរាងមានសុខភាពល្អ